ថ្ងៃទី22 មិថុនាទាហានរបស់ថៃបាននាំអ្នកជិះកង់ជាជនជាតិថៃឡើងប្រាសាទតាម៉ុនធំដោយមិនមានការជិះដំណឹងមកកម្ពុជាមុននោះទេដែលទង្វើនេះកម្ពុជាចាត់ទុកថាជាការបំពានកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិនៅថ្ងៃទី23 មិថុនាបានដឹងថាថៃបានបង្ហាញការមិនទទួលខុសត្រូវរបស់ខ្លួនពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជាជនជាតិថៃចំនួន150នាក់ឡើងប្រាសាទតាម៉ុនធំក្នុងទឹកដីកម្ពុជាមិនទទួលខុសត្រូវក៏ព្រោះអ្នកនាំពាក្យរបស់កងទ័ពជើងគោកថៃសម្ងថាបានផ្ដល់ដំណឹងមកកម្ពុជារួចហើយមុននឹងទាហានថៃនាំអ្នកជិះកង់មកទស្សនាប្រាសាទតាម៉ុនធំការលើកឡើងនេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលនិងអះអាងថាកងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃមិនថាជាពាក្យសម្ដីឬតាមរយៈទំនាក់ទំនងផ្លូវការអំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជាជនជាតិថៃទាំងនោះទេក្រសួងការពារជាតិបានបញ្ជាក់ថាការអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃគឺជាទង្វើមួយដែលប្រាជ្ញាពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យដែលមានតួនាទីត្រូវផ្ដល់ការពិតនិងផ្អែកលើភស្តុតាងតែបែរជាបង្ហាញពីចេតនាបិទបាំងកំហុសខុសឆ្គងរបស់កងទ័ពថៃក្នុងការល្មើសលើកិច្ចព្រមព្រៀងហើយមិនហ៊ានទទួលខុសត្រូវបែរជាមកចោទប្រកាន់កងទ័ពកម្ពុជាក្នុងចេតនាបំភាន់ការពិតជាមួយប្រជាជនខ្លួនក្រសួងការពារជាតិបានសង្កត់ធ្ងន់ថាបើកងទ័ពថៃពិតជាមានភាពស្អាតស្អំនិងគ្មានចេតនាមិនល្អនោះទេគួរតែត្រូវធ្វើសកម្មភាពប្រកបដោយតម្លាភាពនិងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលានិងលក្ខខណ្ឌនៃការចេញចូលប្រាសាទយ៉ាងណាមិញត្បិតថាការចូលទស្សនានេះគ្មានការអនុញ្ញាតក៏ដោយក៏កម្ពុជានៅតែស្វាគមន៍និងឲ្យអ្នកទស្សនាជនជាតិថៃថតរូបនិងចាក់ចេញពីតំបន់នោះដោយសន្តិវិធីក្នុងន័យបង្ហាញឲ្យឃើញពីការអត់ធ្មត់ការទទួលខុសត្រូវនិងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជាក្នុងការជៀសវាងកុំឲ្យមានភាពតានតឹងដោយមិនចាំបាច់